យបដូរយុទ្ធសាស្ត្ររើសកងទ័ពក្រសួងការពារជាតិថៃបានសម្រេចទម្លាក់លុយជាង 1000 លានបាតដើម្បីជ្រើសរើសទាហានស្ម័គ្រចិត្តចំនួន 25,000 នាក់តាមរយៈប្រព័ន្ធចុះឈ្មោះអនឡាញសម្រាប់ឆ្នាំ 2027 ប្រិមិត្តទស្សនិកជនមកកាន់នីតិព័ត៌មានយោធានិងកិច្ចការអន្តរជាតិតើបងប្អូនធ្លាប់ឮទេថាការចុះឈ្មោះចូលធ្វើទាហានអាចធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញបាននោះយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Khao Sot English បានរាយការណ៍ថាក្រសួងការពារជាតិរបស់ប្រទេសថៃកំពុងតែរៀបចំផែនការជ្រើសរើសទាហានស្ម័គ្រចិត្តចំនួនរហូតដល់ 25,000 នាក់តាមរយៈប្រព័ន្ធចុះឈ្មោះអនឡាញដែលជាការកែតម្រង់យោធាដ៏ធំមួយនៅក្នុងប្រទេសថៃដើម្បីដំណើរការគម្រោងដ៏ធំនេះក្រសួងការពារជាតិថៃបានសម្រេចចិត្តទម្លាក់កញ្ចប់ថវិកាយ៉ាងក្រាស់ក្រែលរហូតទៅជាង 1455 លានបាតប្រហែលជិត 4 លានដុល្លារសហរដ្ឋអាមេរិកត្រូវបានដាក់បញ្ចូលទៅក្នុងសេចក្តីស្នើច្បាប់ថវិកាជាតិសម្រាប់ឆ្នាំ 2027 គម្រោងនេះមានឈ្មោះផ្លូវការថាទាហានស្ម័គ្រចិត្ត 10 បូក ដែលធ្វើឡើងដើម្បីឆ្លើយតបទៅនឹងគោលនយោបាយថ្មីរបស់រាជរដ្ឋាភិបាលថៃនិងផែនការកែតម្រង់កម្លាំងពលកម្មយោធាសេចក្តីស្នើច្បាប់ថវិកានេះនឹងត្រូវដាក់ដេញដោលនិងអនុម័តនៅក្នុងរដ្ឋសភាថៃចាប់ពីថ្ងៃទី 29 មិថុនាដល់ថ្ងៃទី 1 កក្កដាក្នុងឆ្នាំ 2026 ខាងមុខនេះតើទាហានស្ម័គ្រចិត្តទាំង 25,000 នាក់នេះនឹងត្រូវបញ្ជូនទៅណាខ្លះយោងតាមការបែងចែកផ្លូវការគឺធ្លាក់ទៅលើកងទ័ពជើងគោកដែលត្រូវការចំនួន 18,784 នាក់បន្ទាប់មកគឺកងទ័ពជើងទឹកចំនួន 3,496 នាក់កងទ័ពអាកាសចំនួន 2,174 នាក់ទីបញ្ជាការកងយុទ្ធពលថៃ 300 នាក់និងការិយាល័យលេខាធិការអចិន្ត្រៃយ៍ក្រសួងការពារជាតិចំនួន 246 នាក់ការផ្លាស់ប្ដូរមកប្រើប្រាស់ប្រព័ន្ធស្ម័គ្រចិត្តតាមអនឡាញនេះត្រូវបានអ្នកវិភាគមើលឃើញថាជាការព្យាយាមកាត់បន្ថយការតវ៉ាប្រឆាំងទៅនឹងកាតព្វកិច្ចយោធាជាកំហិតនិងចង់ទាក់ទាញយុវជនចំនួនថ្មីឲ្យចូលរួមបម្រើកងទ័ពស្ម័គ្រចិត្តវិញការផ្លាស់ប្ដូរមកប្រើប្រព័ន្ធស្ម័គ្រចិត្តតាមអនឡាញនេះត្រូវបានអ្នកវិភាគមើលឃើញថាជាការព្យាយាមកាត់បន្ថយការតវ៉ាប្រឆាំងទៅនឹងច្បាប់កាតព្វកិច្ចយោធាជាកំហិតនិងទាក់ទាញយុវជនចំនួនថ្មីឲ្យចូលរួមបម្រើកងទ័ពដោយស្ម័គ្រចិត្តវិញ